ba sụt đây bong bồn ngày này màu sọc hay chlit mà lên bong bảy bong dù đai chân chlit mà lên bong chiêng sơ đơn hay tiệp bóng quật miên cái này chầm cái nơi gần còi tiền chỉ là cái nạ cả than đấy còn chầm chán sầm lập cái giờ sách mê bút nhưng còn cáiនេះគឺនៅខាងមុខរោងគោរបស់គាត់មាន2អាងសម្រាប់កង្កែបដែលទៅលក់ចេញជាសាច់កង្កែបដែលត្រូវលក់ហើយកង្កែបរបស់គាត់គឺមានច្រើនប្រហែល1តោនកង្កែបដែរហើយ6 7ក្រុមហ្នឹងគឺប្រហែល1តោនក្រាមកង្កែបហើយជាមជ្ឈមហ្នឹងបងគាត់លក់ចេញដែរតែលក់បានតិចតួចមិនច្រើនទេមួយថ្ងៃអីបានត្រង់10 គីឡូទៅ20 គីឡូទេគាត់ថាកែបគាត់ចំនេះជាច្រើនទៅអញ្ចឹងហើយចង់រកទីផ្សារហើយចង់ផុសឲ្យបងប្អូនឃើញទៅដើម្បីជួយគ្រប់គ្រងទិញសាក1 គីឡូ 2 គីឡូឬក៏បងប្អូនអត់ទាន់ទុកចិត្តបងអាចសាកសិនទៅ1 គីឡូ 2 គីឡូដើម្បីអីឲ្យដឹងថារសជាតិកែបគាត់ចំមិនដែររសជាតិគាត់ថាបងចំគាត់មានបច្ចេកទេសនៅក្នុងអាងមួយគាត់ចំឲ្យខាងលើគាត់មានដាំជាសក្រីហើយនឹងមានស្មៅវាដុះមានកដៀងឈើអញ្ចឹងទៅកែបលោតចុះលោតឡើងវាមានទីតាំងល្អអញ្ចឹងហើយដូចជាកដៀងឈើឬក៏អីដុះហ្នឹងវាចូលទៅក្រាំងទៅកែបវាមានកន្លែងក្រាំងអញ្ចឹងហើយកែបមានសុខភាពល្អរាល់កែបដែលយើងចំហើយបងប្អូនទិញ1 គីឡូ 2 គីឡូមកគាត់ feedback មកគាត់ថាកែបមានសាច់ឆ្ងាញ់ដូចកែបដែលយើងឆ្លុះនៅដើមឆ្នាំបាន1 2មកយើងហូបមកមានជាតិតែបងគាត់ចំនេះក៏គាត់មានបច្ចេកទេសក្នុងការដាក់កង្កែបឲ្យវាទលាយហើយវាមានកន្លែងលោតមានកន្លែងក្រាំងអញ្ចឹងទៅវាសល់ស្ពេសអញ្ចឹងហើយបានកែបយើងហូបក៏មានជាតិដូចកែបដែលយើងបានពីការឆ្លុះនៅដើមឆ្នាំដែរអញ្ចឹងហើយបងប្អូនមានតម្រូវការឬក៏ចង់លក់បន្តនៅខាងបណ្ដាខេត្តឬក៏រាជធានីភ្នំពេញដែលមានហាងឬក៏ចង់លក់បោះដុំបន្តបងក៏មានការចុះតម្លៃជូនសមរម្យសម្រាប់បងប្អូនដែលយកច្រើនហើយបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទគាត់បានលេខទូរស័ព្ទរបស់បងប្រព័ន្ធ97 088 798 និង 87 Facebook page បងជាងសរឿនគាត់ដាក់អ្នកដាំបន្លែធម្មជាតិនេះជាកន្លែងគាត់ដាំសក្រីនៅលើភ្លឺអញ្ចឹងហើយរូបភាពខ្លះដែលបង្ហាញដល់បងប្អូនដោយសារអីកង្កែបវាមានកន្លែងក្រាំងលោតអញ្ចឹងហើយបានសាច់កង្កែបគាត់លក់នៅក្នុងភូមិគាត់លក់បានសាច់វាល្អអញ្ចឹងហើយក៏អរគុណដល់បងប្អូនដែលស្រឡាញ់គ្រប់គ្រងវិស័យកសិកម្មឬបងប្អូនដែលគាត់មានតម្រូវការអាចទំនាក់ទំនងមកបងប្រុសបានអរគុណច្រើនបងប្អូនដែលស្រឡាញ់វិស័យកសិកម្មទាំងអស់គ្នាអរគុណច្រើន